សួស្តីបងប្អូនអរគ្នាវីដេអូនេះខ្ញុំចង់មកបង្ហាញពីរបៀបបិទ screen ទូរស័ព្ទដែលខ្ញុំបានទិញ screen ទូរស័ព្ទពីប្រទេសចិនមកបងប្អូនដែលខ្ញុំទិញហ្នឹងគឺទិញពី app Pinterest ដែលខ្ញុំចេញវីដេអូសារមុនហើយដែលខ្ញុំបានបង្ហាញលើការទិញ screen ទូរស័ព្ទបងប្អូន screen ទូរស័ព្ទនេះអាការខ្ញុំទិញហ្នឹងអឺតម្លៃដូចជាតែ2000អីទេគិតតាំងទៅហួយបងប្អូន ហើយខ្ញុំទិញប្រហែលជា2-3 screen ដែរប៉ុន្តែ screen នេះខ្ញុំសម្រាប់យកមកបិទជាមួយទូរស័ព្ទ Vivo ដែលខ្ញុំបានជួសជុលដូរកញ្ចក់អេក្រង់ហើយនិងដូរសំបកខាងក្រោយនិយាយចំដូរមកចប់ហ្នឹងទុកតែតួម៉ាស៊ីនណាបងប្អូនហើយបិទ screen ថ្មី screen ហ្នឹងយើងមុននឹងបិទ screen យើងត្រូវជូតសម្អាតគេមានកតាសគេនេះកតាសវាមានលេខ1លេខ2ហ្នឹងទីលេខ1ហ្នឹងកតាសសើមហើយលេខ2ហ្នឹងគឺកតាសស្ងួតអញ្ចឹងយើងត្រូវជូតឲ្យវាអស់ធូលីដីហើយនឹងដូចជាកៅស្អិតកៅអីដែលវាជាប់អញ្ចឹងយើងត្រូវជូតឲ្យស្អាតនិយាយចំកុំឲ្យមានធូលីហុយដីហ្មងបងប្អូនបើយើងជូតអត់ស្អាតទេអញ្ចឹងពេលយើងបិទទៅវាអាចដូចជាចូលខ្យល់ឬក៏ជាប់ជាមួយនឹងកតិចដីពុកហុយអញ្ចឹងណាអញ្ចឹងយើងត្រូវជូតឲ្យស្អាតកន្លែងណាកៅស្អិតអីជាប់ដីជាប់អីហ្នឹងយើងជូតអស់វាឲ្យស្អាតគ្រាន់ថាយើងមើលទៅថាវាមានប្រឡាក់ដីទៀតអត់បើនៅប្រឡាក់យើងជូតវាទៀតទៅបើយើងជូតស្អាតហើយចាំយើងបិទនៅscreen ដែលថ្មីដែលយើងទិញមកហ្នឹងប៉ុន្តែបើយើងបិទនៅខ្មែរវិញ screen មួយស្ទើរតែ10000អី screen កញ្ចក់បាទ screen ខ្ញុំទិញនេះ screen កញ្ចក់ហ្នឹងមួយប្រហែលជាអស់តែ2000អីទេគិតទាំងថ្លៃដឹកដែលខ្ញុំបានធ្វើវីដេអូសារមុននោះអញ្ចឹងបងប្អូនអាចមើលវីដេអូខ្ញុំសារមុនដែលខ្ញុំ unboxing ដែលអីវ៉ាន់ទិញគ្រឿងបន្លាស់ទូរស័ព្ទដែលខ្ញុំបានបង្ហាញណាបងប្អូននេះกระดาษហើយកระดาษនេះគឺជាกระดาษទី2ដែលគឺជាกระดาษស្ងួតណាបងប្អូនសម្រាប់ជូតវាកុំឲ្យវាសើមឲ្យវាស្ងួតអញ្ចឹងហើយបានយើងបិទ screen ពីលើបងប្អូនបានបិទទៅវាស្អាតវាអត់ចូលខ្យល់ឬក៏មានធូលីដីហុយអញ្ចឹងយើងជូតពីទឹកបងប្អូននេះកញ្ចក់ខ្ញុំទិញហ្នឹងគឺទិញពីរោងចក្រចិនវាមិនមែនកញ្ចក់ស៊ីនរបស់វាទេកញ្ចក់ខ្ញុំទិញពីapp Pinterest ដែរកញ្ចក់អេក្រង់បងប្អូនដែលខ្ញុំទិញឆ្នាំមុនហ្នឹងគឺតម្លៃវាកាយទិញហ្នឹងតម្លៃ7លានកាក់បងប្អូនខ្ញុំទិញយកមកដូរខ្លួនឯងអញ្ចឹងដូចកញ្ចក់ស៊ីនមែនតើអញ្ចឹងតែគ្រាន់ថាវាមិនមែនរបស់អាស៊ីនរបស់គេទេអានេះរបស់ខាងក្រុមហ៊ុនរោងចក្រផ្សេងទេដែលខ្ញុំទិញដោះដូរខ្លួនឯងបងប្អូនបើយើងទៅដូរខាងក្រៅវិញប្រកាសជាមិនអស់ប៉ុណ្ណឹងទេអស់ច្រើនជាងហ្នឹងទេបងប្អូនវាអាចទៅ20ឬ25អីកញ្ចក់ screen ហ្នឹងកញ្ចក់អេក្រង់ទូរស័ព្ទបងប្អូនបើ screen ហ្នឹងគឺទា10000ឡូវហើយកញ្ចក់ screen ក្រាស់ប៉ុន្តែខ្ញុំយកមកបិទខ្លួនឯងបងប្អូនយើងមើលតាមគេទៅគេបិទមិនយើងបិទចឹងទៅគ្រាន់ថាពេលខ្លះបិទវាមិនសូវស្អាតដូចគេបិទចឹងណាបងប្អូនឥឡូវខ្ញុំអស់ពីជូតទៅជូតស្អាតហើយបានខ្ញុំបក screen ហើយយើងយកមកបិទមុនដំបូងយើងលើវាថាវាត្រូវអត់ចឹងណាប៉ុន្តែវាមុនយើងទិញយើងនេះហើយយើងពិនិត្យមើលថាវាត្រូវហើយអញ្ចឹងយើងបកវាតិចតិចមកប៉ុន្តែបើមានដីហុយវិញវាអាចជាប់ទៅបិទមិនសូវស្អាតទេបងប្អូននិយាយចំតើអត់មានធូលីដីហុយប៉ះហ្មងបានយើងបិទទៅឃើញកញ្ចក់អេក្រង់យើងស្អាតវាអត់ចូលខ្យល់គាត់ដាក់ទៅវាបឺតហ្មងយើងហុញស្រួលមិនតាន់ទេវាបឺតចេញអស់បឺតពេលខ្លះក៏ចូលខ្យល់ដែរបងប្អូនយើងអត់សូវចេះបិទណាហើយខ្ញុំក៏តែបិទដែរអានេះខ្ញុំបិទលើកដំបូងដែរហ្នឹងកញ្ចក់screen ហ្នឹង screen ការពារបែកទេបងប្អូនអាហ្នឹងក្រាស់វាមាន screen ស្ដើង screen ក្រាស់នេះ screen ក្រាស់ដូចកញ្ចក់អញ្ចឹងណាយើងជ្រុំម៉ូអីវាបែកតែ screen ហ្នឹងទេកញ្ចក់យើងត្រង់វាអត់បែកទេនេះហើយវីដេអូនេះដែលខ្ញុំបិទហើយបងប្អូននេះបិទមកឡើងស្អាតមកបងប្អូនដូចទូរស័ព្ទថ្មីហ្នឹងតាមទៅទូរស័ព្ទចាស់ទេដែលខ្ញុំដូរពីម្លាស់ហ្នឹង